ជំរាបសួរអ្នកទាំងអស់គ្នានេះគឺជា vlog ទី1ដែលខ្ញុំធ្វើឡើងអញ្ចឹងណាជា vlog កំសាន្តនៅ Disneyland នៅទីក្រុងសៀងហៃដែលតាក់ទាញភ្ញៀវទេសចរជាច្រើនមកពីបណ្ដាប្រទេសនានាពេលដែលគាត់ទៅសៀងហៃគឺគាត់ត្រូវតែឈានចូលទៅលេង Disneyland ហើយសម្រាប់ខ្ញុំវិញគឺខ្ញុំចូលទស្សនានៅក្នុង Disneyland ហ្នឹងរយៈពេល1ថ្ងៃពេញអញ្ចឹងណាព្រោះឯដោយសារតែយើងចូលទៅយើងត្រូវនៅដល់ល្ងាចដោយសារយើងនៅរងចាំមើលកំជ្រួចពេលដែលគេបាញ់នៅក្នុង Disneyland ហ្នឹងអញ្ចឹងហើយបន្ទាប់មកយើងមកមើលទស្សនវិជ្ជានៅខាងក្នុង Disneyland ផ្ទាល់តែម្ដងហើយនៅហ្នឹង Disneyland ជាទូទៅមានដូចជាកន្លែងក្មេងលេងហើយជាសូលតុក្កតាដែលនៅក្នុងរឿង Disneyland ជាច្រើនមានដូចជា Mickey Mouse Snow White ហើយជាមួយនឹង Frozen ចាមានជាតុក្កតាជាច្រើនដែលយើងអាសាមើលនៅក្នុងរឿង Disneyland ហ្នឹងក្នុង Disneyland ហ្នឹងជាទូទៅសូលរបស់គេមួយគឺគេមានរយៈពេល15នាទីដើម្បីឲ្យយើងទស្សនាឥឡូវនេះយើងកាត់ចូលទស្សនវិជ្ជាពេលយប់ម្ដងជាទូទៅគឺគេនៅមើល show ដែល special ចុងក្រោយហ្នឹងហើយគឺ show ហ្នឹងលេងទៅដោយបាញ់កាប់ជ្រួចភ្លើង laser ហើយជាមួយនឹងអមទៅដោយបទចម្រៀងអញ្ចឹងគាត់អាចទស្សនាមើលបានហើយខ្ញុំមានព័ត៌មានប៉ុណ្ណឹងទេបើសិនជាគាត់ចង់ដឹងថាខ្ញុំដើរជាមួយក្រុមហ៊ុនទេសចរមួយណាគាត់អាច comment នៅក្នុងក្រុមវីដេអូរបស់ខ្ញុំបានអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលនៅតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់អរគុណច្រើន